អាយុត្តមអភិបាលខេត្តណែនាំដល់អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមពង្លឿនកិច្ចការនៅសេសសល់ព្រោះថាយើងនៅសល់ពេលមួយសប្តាហ៍ទៀតតែប៉ុណ្ណោះនៅក្នុងកិច្ចប្រជុំអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2025ដែលរៀបចំនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី7ខែមេសាឆ្នាំ2025នេះអាយុត្តមអូនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានណែនាំអនុគណៈកម្មការនីមួយៗសូមសម្រួលនិងពន្លឿនកិច្ចការដែលនៅសេសសល់ព្រោះថាយើងនៅសល់ពេលតែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្តលោកស្រីជាប្រធានអនុប្រធានមន្ត្រីអង្គភាពនិងមន្ត្រីពាក់ព័ន្ធជាច្រើនអ្នកផងដែរអាយុត្តមអូនចិន្តាអភិបាលខេត្តបានថ្លែងថាយើងនៅសល់ពេលខ្លីណាស់ពលគឺរយៈពេលតែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះការបរិច្ឆេទនៃការរៀបចំពិធីបុណ្យប្រពៃណីជាតិខ្មែរយើងនឹងឈានមកដល់ដូច្នេះសូមឲ្យប្រធាននៃអនុគណៈកម្មការនិងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់សម្រួលនិងពន្លឿនកិច្ចការដែលនៅសេសសល់តាមទូនាទីភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួនដោយធ្វើយ៉ាងណាជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅខេត្តកំពង់ចាមបានដំណើរការល្អប្រសើរនិងអធិកអធមជាងបណ្ដាឆ្នាំមុនអាយុត្តមអភិបាលខេត្តបានគូបញ្ជាក់ដែរថាដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ពុទ្ធសករាជ2569នាពេលខាងមុខនេះរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយៗចំនួន11ព្រឹត្តិការណ៍ដើម្បីទាក់ទាញបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមដែលមានដូចជា1លាហាប្រវែងជាង 1000 ម៉ែត្រ 2ពាងទឹកចំនួន441ពាង 3កម្មវិធីបាញ់ទឹកនិងពពុះសាប៊ូនៅតំបន់ត្រជាក់មុខសាលាខេត្ត 4ការប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ 5ការរៀបចំព្រឹត្តិការណ៍ដង្ហែរូបសំណាកពស់ 6កម្មវិធីលេងល្បែងប្រជាប្រិយ 7កម្មវិធីរាំលេងកម្សាន្តគ្រប់ចង្វាក់ 8កម្មវិធីប្រគំតន្ត្រីខ្នាតយក្ស 9កម្មវិធីប្រដាល់គុនខ្មែរ 10ស្តង់តាំងពីពណ៌ផលិតផលនិងទី11សន្តិសុខសុវត្ថិភាពនិងធានាថាមិនមានអំពើហិង្សាដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានជាពិសេសភ្ញៀវជាតិនិងអន្តរជាតិត្រៀមខ្លួនចូលរួមសប្បាយរីករាយនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឲ្យបានច្រើនកុះករ